อันนี้เพจเพจนี่คือมี set up ไอเต้ set up in stream ad in review ប៉ុន្តែដល់ខែវា pay ឲ្យផុសទៅឡើងលុយដល់ខែ pay ឲ្យតាមពិតអានេះខ្ញុំចែកម្លែកយូរហើយមានសាពីម្នាក់ដែរគាត់ធ្វើបានអញ្ចឹងឃើញបងប្រុសម្នាក់នេះគាត់ឈ្មោះសុវណ្ណី MMO បងប្អូនបាទអញ្ចឹងបងប្អូនខ្ញុំអត់មានទទួលបង្រៀនទេព្រោះអីខ្ញុំអត់ចេះទេខ្ញុំចេះត្រឹមតែមកមើលតាម YouTube មកមើលតាម TikTok មកមើលតាមគេបរៀន AI អញ្ចឹងណាបាទគឺខ្ញុំជាអ្នករកលុយតាម page តាម YouTube តាម Facebook ហ្នឹងជាលក្ខណៈថា part time មករស់ទេបងប្អូនបាទអញ្ចឹងបងប្អូនកុំឆាតមកខ្ញុំសួររឿងបរៀនថ្លៃប៉ុន្មានអីថ្លៃប៉ុន្មានគឺខ្ញុំអត់ទទួលបរៀនខ្ញុំអត់មានបរៀនទេខ្ញុំអត់ចេះទេបាទអញ្ចឹងគេថាយើងចំណេះដឹងអត់ដល់យើងបានត្រឹមតែចែករំលែកបាទចែករំលែកតិចតួចហ្នឹងទេបាទអញ្ចឹងបងប្អូនចង់រៀននេះខ្ញុំឃើញបងប្រុសម្នាក់នេះគាត់ឈ្មោះសុវណ្ណី MMO ខ្ញុំអត់ដែលស្គាល់គាត់ទេអត់ដែលស្គាល់គាត់ទេប៉ុន្តែខ្ញុំឃើញគាត់ចែករំលែកពាក់ព័ន្ធជាមួយនឹងលក្ខណៈថាគាត់ស្នើសុំរលុយវា in review វាអត់បើកឲ្យរលុយប៉ុន្តែរលុយបានហើយធ្លាក់ឲ្យដកទៀតហើយវាផេតទៀតអញ្ចឹងរឿងហ្នឹងវាចូលមកកាន់រឿងរបស់ខ្ញុំហីបាទអញ្ចឹងដូចគ្នាជាមួយនឹងរឿងរបស់ខ្ញុំបងប្អូនជឿមិនជឿក៏អត់ទៅបងប្អូនបាទជឿមិនជឿក៏អត់ទៅថាខ្ញុំធ្វើហ្នឹងបានលុយពិតប្រាកដអត់បាទ admin ខ្មែរ location នៅខ្មែរ bank នៅខ្មែរបាទអញ្ចឹងចាត់ទុកថារឿងខ្ញុំមួយគឺជារឿងចម្លែកអញ្ចឹងគាត់បានបរៀនគាត់ថាគាត់ចែករំលែកយូរហើយអញ្ចឹងដូចខ្ញុំរៀបរាប់ពីដំបូងអញ្ចឹងការដំបូងឡើយគឺខ្ញុំដូចគាត់អញ្ចឹងបាទគឺខ្ញុំ set up ចោលបាទ admin ខ្មែរ location នៅខ្មែរ bank ខ្មែរខ្ញុំ set up ចោលហើយវា on hold in review របស់យើងនឹងចោលរហូតរយៈពេល3 4 5 6ខែបងប្អូនបាទតម្រាំតែវាដាក់ថាវា approve ឲ្យយើងរលុយបាទ approve ឲ្យរលុយហើយក៏ខ្ញុំចូលទៅឆែកមើលក៏វានៅដាក់ on hold ដែរប៉ុន្តែខ្ញុំផុសវីដេអូខ្ញុំទៅវាឡើងលុយបាទវាឡើងលុយដល់ពេលឡើងលុយអញ្ចឹងខ្ញុំចេះតែឆ្ងល់ថាអាហ្នឹងមិនដឹងគេបន្លំយើងអត់មិនដឹងគេចេះតែឃើញតិន្នន័យឲ្យបានលុយអត់ទេដល់ពេលដល់ខែបងប្អូនវាធ្លាក់មកមែន100ជាង300ជាង200ជាងអីចឹងទៅអញ្ចឹងតើតែយើងជួបជាក់ស្ដែងខ្លួនឯងអញ្ចឹងខ្ញុំបានឃើញខមមិនបងម្នាក់ហ្នឹងគាត់ថា1000នាក់មាន1 100នាក់មាន1អូខេខ្ញុំយល់ស្របជាមួយនឹងគំនិតបងដែលចូលមកខមមិននៅក្នុងវីដេអូខ្ញុំយល់ស្រប 100% ហ្មងដោយសារអីខ្ញុំក៏អត់នឹកស្មានដែរខ្ញុំអត់នឹកស្មានដូចគ្នាអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនម្ដងទៀតថាបើមិនចេះទេកុំធ្វើសិក្សាសិនទៅមើលសិនទៅធ្វើ part time ចោលទៅបានមិនបានអាហ្នឹងចាំយើងគិតទៀតយើងកុំផ្ដោតសំខាន់លើវាពេកយើងចាត់ទុកថាវានឹងគឺជាការងារក្រៅម៉ោងពេលដែលយើងតនេមកពីធ្វើការយើងនៅផ្ទះអង្គុយមុខកុំព្យូទ័រអត់ប្រយោជន៍ឬមួយក៏ចុចទូរស័ព្ទអត់ប្រយោជន៍អត់មានចំណូលទេតែចុចលេងធ្វើលេងឲ្យវីដេអូយើងផ្ទុះផុសលេងឲ្យវីដេអូយើងមានអ្នក view ឲ្យច្រើនទៅចាំយើងគិតរឿងនឹងតាមក្រោយបាទអញ្ចឹងសូមបញ្ជាក់បងប្អូនម្ដងទៀតថាកុំឆាតមកខ្ញុំនិយាយឲ្យខ្ញុំបរៀនទៅយកថ្លៃប្រមាណអីមិនបងប្អូនហើយកុំខ្ញុំអត់ទទួលបរៀនខ្ញុំអត់ចេះទេបាទបើប៉ះអ្នកផ្សេងគឺគេបរៀនយល់លុយគឺគេរោមេរៀនណាដែលយកពីខាងនេះពីខាងនោះរលុយតែខ្ញុំអត់ទេបងប្អូនហើយខ្ញុំក៏អត់អូសទាញបងប្អូនឲ្យមកចូលធ្វើវាដែរបងប្អូនត្រូវគិតឲ្យច្បាស់មុននឹងធ្វើវាបាទអញ្ចឹងខ្ញុំជួយផ្ដល់យោបល់បងប្អូននេះទៅកាន់ TikTokផ្លូវការរបស់បងប្រុសម្នាក់នេះសុវណ្ណី MMO គាត់ចេះច្រើនរបស់គាត់ខ្ញុំឃើញគាត់គឺជាគ្រូបរៀនលក្ខណៈថារលុយតាម Facebook YouTube អីចឹងណាអញ្ចឹងទៅរៀនមួយគាត់ទៅខ្ញុំឃើញគាត់ធ្វើមក flow របស់គាត់គឺចូលមកកាន់វីដេអូរបស់ខ្ញុំចូលមកកាន់អ្វីដែលខ្ញុំធ្លាប់ធ្វើជូនបងប្អូនអញ្ចឹងគឺខ្ញុំសប្បាយចិត្តមែនទែនពេលដែលខ្ញុំឃើញ status ថ្ងៃមុនខ្ញុំធ្វើវីដេអូហ្នឹងគឺបងប្រុសម្នាក់បង្ហាញពីអារម្មណ៍ពិតដែលគាត់ធ្វើទៅ bank នៅខ្មែរ location នៅខ្មែរបាទ admin នៅខ្មែរបានលុយដល់ពេលបងសុវណ្ណី MMO នេះគឺគាត់បានថាចែករំលែកពីបញ្ហាហ្នឹងយូរហើយបាទឥឡូវគាត់យកមកផុសទៀតអញ្ចឹងខ្ញុំឃើញទៅគឺដូចគ្នាបិទតែម្ដងអញ្ចឹងបានថាបាទសំណាងយើងមើលមិនឃើញប៉ុន្តែយើងមិនសប្បាយចិត្តទេបងប្អូនមិនសប្បាយចិត្តឲ្យវាធ្ងន់ធ្ងរណាស់ណាទេគ្រាន់ថាវាអាចរួមចំណែកចូលមកក្នុងយើងមកកម្រិតដែរដោះទាល់បន្តិចបន្តួចថ្លៃទឹកភ្លើងថ្លៃ Wi-Fi ហើយជាការកំសាន្តសប្បាយរបស់យើងតាក់ទាញយក view របស់យើងទេបាទអញ្ចឹងបងប្អូនធ្វើមិនធ្វើសម្រាប់ចិត្តខ្លួនឯងហើយកុំធ្វើដោយតាមការអូសទាញហើយកុំទិញឲ្យសោះពីការលក់ដូររបស់គេដើម្បីយកមកធ្វើខ្លួនឯងកុំចំណាយលុយសូម្បី100លុយខ្មែរណាបងប្អូន